សូមគោរពជំរាបសួរបងប្អូនគ្នាជាទីគោរពស្រឡាញ់បាទបងប្អូនគ្នាកាលពីម្សិលមិញថ្ងៃទី24ខែកក្កដាឆ្នាំ2026បាទគឺជាថ្ងៃគម្រប់ខួប1ឆ្នាំនៃការឈ្លានពានបាទពីប្រទេសចៅសៀមមកលើដែនដីប្រទេសកម្ពុជាយើងបាទហើយក៏ជាថ្ងៃដែលប្រជាជនកម្ពុជាយើងទាំងមូលត្រូវចងចាំនៅការឈឺចាប់មួយនេះគ្រប់គ្នាបាទហើយស្របពេលដែលប្រជាជនកម្ពុជាកំពុងតែកាន់ទុក្ខនិងកំពុងតែរំលឹកខួប1ឆ្នាំក៏មានរឿងចម្លែកមួយបានកើតឡើងបាទដែលតាក់ទងជាមួយនឹងប្រធានបទ$500អូនមិនយកទេបាទរឿងកំពុងតែកក្រៅបាទរហូតដល់ថ្ងៃនេះហើយក៏នៅតែមិនទាន់សាបរលាបដែរបងប្អូនបាទគឺកំពុងតែវែកញែករកខុសរកត្រូវបងប្អូនបាទតោះបងប្អូននោះនេះអញ្ចឹងយើងបញ្ឈប់ទៅបាទទាំងអ្នករិះគន់ទាំងអ្នកបាទបង្កើតរឿងបាទខុសឬត្រូវទុកឲ្យអាជ្ញាធរដែលពាក់ព័ន្ធគាត់ជាអ្នកធ្វើការទៅយើងកុំរិះគន់នៅលើបណ្ដាញសង្គមហើយអ្នកដែលឧស្សាហ៍បង្កើតនៅបញ្ហានិងបង្កើតនៅរឿងដែលបំពុលសង្គមទាំងឡាយមិនថាតាក់ទងនឹងរឿងសំមិញឬក៏កំពុងតែរៀបចាប់ដើមទេបងប្អូនទាំងអស់គ្នាយើងត្រូវតែគិតឲ្យច្បាស់មុននឹងយករឿងឬក៏បញ្ហារបស់ខ្លួនមកបង្ហោះនៅលើបណ្ដាញសង្គមបាទព្រោះបងប្អូនដឹងទេថារាល់ថ្ងៃនេះគឺយើងកំពុងតែមានបញ្ហាជាមួយនឹងប្រទេសចៅសៀមបាទចុះបើសិនជាបងប្អូនយើងទាំងអស់គ្នាជាសាច់ជាឈាមទាំងអស់គ្នានេះយើងមានបញ្ហាឆ្លោះប្រកែកគ្នាឬក៏មានបញ្ហាវែកញែកនៅក្នុងក្រុមគ្រួសារយើងហើយយើងយកទៅបង្ហោះនៅតាមបណ្ដាញសង្គមចុះអាសត្រូវដែលវាកំពុងតែបៀតបៀនវាកំពុងតែវាយប្រហារយើងរាល់ថ្ងៃនេះវាបានឃើញតើវាស្ទើរចំអកយើងបែបណាទៅបាទចឹងទេត្រង់ចំណុចនេះគឺយើងត្រូវតែពិចារណាឲ្យមែនទែនបាទព្រោះរាល់ថ្ងៃនេះពួកចៅសៀមគឺវាចាំមើលយើងគ្រប់វិនាទីបាទតែយើងធ្វើឲ្យខុសគឺវាយកបញ្ហាហ្នឹងយកទៅសោកចំអកឲ្យបាទអញ្ចឹងទេរួបរวมគ្នាសាមគ្គីគ្នាបាទពេលវេលានេះគឺមិនមែនជាពេលវេលាដែលយើងឆ្លោះគ្នាត្រូវវែកញែកពីបញ្ហាផ្ទៃក្នុងគ្រួសារយើងទេហើយអ្វីដែលសំខាន់នោះគឺកុំយករឿងណាដែលប៉ះពាល់ដល់សង្គមនឹងយកទៅបង្ហោះយកទៅបង្ហាញនៅតាមបណ្ដាញសង្គមអីបាទព្រោះមិនមែនមើលឃើញតែខ្លួនឯងទេអ្នកណាក៏គឺមើលឃើញដែរបាទអញ្ចឹងទេសូមបញ្ចប់រឿងទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិបាទល្មមមកជប់ទៅបាទយើងងាកមកសាមគ្គីគ្នាបន្តទៀតបាទដើម្បីជាតិយើងមួយនេះបាទសូមអរគុណ